ដើម្បីមានទ្រព្យសម្បត្តិលោកថាមនុស្សទាំងអស់ដើម្បីរស់ក្នុងលោកីនេះបានស្រួលត្រូវតែបំពេញទឹកថាធម្មិកថាប្រយោជន៍4ទៀតទី1អត់ឋានសម្បត្តិឲ្យប្រឹងរកទ្រព្យសម្បត្តិតនកម្លាំងនៅមានកុំឲ្យត្អូញត្អែកុំយកអាកម្លាំងទៅទាត់សៃទៅលេងបាល់ទៅអង្គុយវាយវងគ្នាខាតម៉ោងអស់មួយថ្ងៃមួយកណាត់ថ្ងៃអង្គុយវាយវងប្រុសទៅក៏វាយវងស្រីទៅក៏វាយវងបាំងផ្លិតវាយវងជុលកែវអីយូរពេកទៅក៏ខាតម៉ោងធ្វើការដែរណាខ្ញុំណាហើយវាមិនត្រឹមតែខាតវាអស់លុយថែមទៅទៀតដូច្នេះហើយលោកថាប្រឹងរកឲ្យហើយព្រោះទ្រព្យសម្បត្តិហ្នឹងវាជួយយើងឲ្យយើងនឹងបានហូបបានចាយជាពិសេសពេលយើងឈឺអ្នកណាមានទ្រព្យច្រើនឈឺបានយូរខ្ញុំអ្នកណាមានទ្រព្យតែឈឺឆាប់ស្លាប់ព្រោះរាល់ថ្ងៃអាត្មាចំណាំមើលអញ្ចឹងមែនតាអ្នកណាមានទ្រព្យច្រើនទៅនាំឲ្យទៅប្រទេសសិង្ហបុរីទៅប្រទេសថៃអញ្ចឹងជំងឺនឹងរ៉ាំរ៉ៃយូរដល់អស់ទ្រព្យបានស្លាប់ល្មមហើយដល់អ្នកអត់សូវមានលុយទៅតែពេទ្យក្បែរហ្នឹងអស់លុយឲ្យគេស្លាប់បណ្ដោយដូច្នេះយើងមានលុយច្រើនឈឺបានយូរដែរហើយដល់យើងមានលុយទៅឈឺឆាប់ស្លាប់អញ្ចឹងដល់ពេលយើងចាស់ទៅអាទ្រព្យរកបានប្រមាណហ្នឹងវានៅទៀមទាតលចាយអស់បានចិត្តអស់បានស្លាប់ឬក៏អស់ត្មងបានស្លាប់ហើយវាមិនត្រឹមតែប៉ុណ្ណឹងជួនកាលស្លាប់ទៅលក់ដីលុយអស់កូននៅក្រោយអស់ទាំងកេទៀតឥឡូវព្យាបាលម៉ែអស់លេងដូច្នេះហើយបានប្រពុតថាមួយឲ្យប្រឹងរកទ្រព្យអត់ឋានសម្បត្តិទី2អរិយសម្បត្តិឲ្យប្រឹងថែរក្សាកុំខ្ជះខ្ជាយកុំអាងតែឥឡូវរកបានធូរតែគិតថ្ងៃក្រោយខ្លាចរកលែងបានសំទុកទី3កល្យាណមិត្តតាធម៌ខ្សែគប់កុំឲ្យខ្សែគប់ខុសខ្សែគប់អ្នកជំនួញនាំយើងជំនួញខ្សែគប់អ្នករកទទួលទាននាំយើងរកទទួលទានខ្សែគប់អ្នកលបែងនាំយើងទៅបង្ហើយទៅបង្ហិនបើដូច្នេះហើយទៅខ្សែគប់ខុសនាំយើងទៅខុសដែរបានធម៌ទី4លោកថាសម្រាប់ជីវិតាចិញ្ចឹមជីវិតនឹងឯងឲ្យវាមានភាពសមរម្យមានខ្ទង់ចំណាយច្បាស់លាស់លុយកាក់នឹងចំណាយឲ្យមិនចំណាយទៅប៉ុន្តែក្នុងសាសនានេះលោកថាយ៉ាងហោចបែងជា4ផ្នែកមួយផ្នែកសងកំណល់ចាស់មួយផ្នែកបលកំណល់ថ្មីមួយផ្នែកកប់ក្នុងជ្រោះមួយផ្នែកបោះចោះក្នុងជ្រោះជ្រៅមួយផ្នែកកប់ទុកជាកំណត់ព្រេងសងកំណល់ចាស់បានដល់អីចិញ្ចឹមម៉ែឪរាល់ថ្ងៃជាពាក់កំណល់ខ្លាំងជាងគេជាពាក់កំណល់ម៉ែឪណាញោមចិញ្ចឹមម៉ែឪទៅគាត់ចាស់ទៅគាត់រកអីលែងបានហើយមានតែយើងបែងទ្រព្យយើងជួយគាត់ខ្លះវិញចិញ្ចឹមគាត់ទី2បលកំណល់ថ្មីអាកូនយើងដែលវាកើតមកគ្នាអត់តចេះរស់ស៊ីត្រូវទំនុកបំរុងចិញ្ចឹមគ្នាឲ្យហូបចុកស្លៀកពាក់ទាំងកូនស្របច្បាប់ទាំងកូនលួចលាក់ក៏ដោយតែកើតមកហើយត្រូវតែគ្នាទៅត្រូវការស៊ីចុកដែរហើយដល់ទី3មានន័យថាបោះចុះក្នុងជ្រោះជ្រៅអាជ្រោះមួយនោះជ្រៅជាងជ្រោះពេជ្រនិលទៀតគឺជ្រោះមាត់យើងបងមួយថ្ងៃ3ដងប៉ោងទៅមួយផ្លែបន្តិចបាត់ទៅវិញអស់អានឹងតំណងតែមានផ្លូវចេញទៅឯណាបានចិត្តដាក់អស់ហើយបំពេញតាំងពីកើតមកទល់ថ្ងៃនេះទីបំផុតរូបរាងកាយគេដុតចោលទៀតដូច្នេះហើយបើអត់មានទ្រព្យសម្បត្តិនឹងបានអីមកបំពេញជ្រោះនឹងទេវាឃ្លានណាញោមចឹងហើយដល់តែមាត់ឆ្អែតដែរពោះឆ្អែតដែរបានវាសក់ឯទី4គឺបែងមួយផ្នែកទៀតសម្រាប់គេប្រាប់ការច្រើនគេប្រាប់បនច្រើនតើមានលុយមានអីខ្លះដែរមិនចឹងណាអញ្ចឹងហើយសម្រាប់ធ្វើបនសន្តានលេចកើតក្នុងសង្គមដូច្នេះ4យ៉ាងនេះសម្រាប់ចាយលុយសម្រាប់រៀបចំទ្រព្យសម្បត្តិឥឡូវយើងធៀបជាមួយនឹងប្រទេសគេមិនមួយផ្លែតគេមិនកាន់ពុទ្ធសាសនាទេប៉ុន្តែអត់ឋានសម្បត្តិឃើញគេប្រឹងជំនួយណាញោមគេដាក់វិនិយោគគ្រប់ប្រទេសមកបង្កើតរោងចក្រមកបង្កើតវិរិយអកេសនីក្នុងព្រៃក្នុងផ្សៃអាប្រទេសយើងធ្វើមិនកើតក៏គេខំមកដើម្បីប្រមូលលុយហ្នឹងហើយមកធ្វើរោងចក្រមកធ្វើហើយដល់ទី2អរិយសម្បត្តិគេប្រឹងថែរក្សាគេប្រឹងណាញោមមកយើងសុំលើកគេទីទួញបានទេគេមកត្រៃណាហើយដល់ទី3កល្យាណមិត្តតាគេមិនទៅដើរខ្សែគប់ខុសទេគេខ្សែគប់រកតែកន្លែងណាចំណេញឃើញណាហើយដល់ទី4ខ្ទង់ចំណាយរបស់គេសម្រាប់ជីវិតាគេចិញ្ចឹមជីវិតប្រាក់ខែបើកឲ្យយើងនឹងចំណូលចំណាយគេមានបជាស្នាមច្បាស់លាស់ណាស់អញ្ចឹងគេមិនកាន់ពុទ្ធសាសនាទេប៉ុន្តែអ្វីគេកំពុងធ្វើឃើញដូចយើងដែរដូចពុទ្ធសាសនាទាំងអស់ដូចព្រះសម្ដែងទាំងអស់បានជាគេរីកចម្រើនដល់តែយើងអ្នកកាន់សាសនាពុទ្ធថាបាណាកុំឲ្យសម្លាប់សត្វអតនីទានាកុំឲ្យលួចគេមូសាកុំឲ្យនិយាយកុហកហើយកាមេកុំឲ្យដើរប្រព្រឹត្តខុសដីប្រពន្ធកូនគេណាសូរ៉ាកុំឲ្យប្រព្រឹត្តគ្រឿងសង្វឹងកុំឲ្យចំនួនខុសប៉ុន្តែមិនសូវទេញោមមកតរត់ចិត្តដល់ថ្ងៃស្លាប់បាននំគ្នាកាន់សិលពីក្មេងមកមិនសូវទេត្រូវកុហកត្រូវភូតត្រូវបោកព្រះត្រូវលួចនឹងរបស់វត្តនឹងរបស់ទ្រព្យសម្បត្តិជាតិបាត់សម្បត្តិឯកជនអីទេតែទៅអ្នកកាន់សាសនាទៅសិល5មួយមិនទាំងកាន់ផងតរត់ចិត្តស្លាប់ក៏បានកាន់អញ្ចឹងបានថាទុយមែនតែពុទ្ធថាកុំឲ្យលេងលបែងកុំឲ្យដើរខ្សែគប់ខុសប៉ុន្តែអត់ទេយើងនេះគឺលបែងអបាយមុខហ្នឹងគឺគ្រប់កន្លែងទាំងអស់បើថាប្រពូលឲ្យមកធ្វើបុណ្យចេះបានតែចាស់យាយតាទេក្មេងៗមិនសូវទេបើប្រពូលទៅខំលបែងខំលបាំខាងអាផ្សេងណាអបាយមុខសពបែបយ៉ាងហ្នឹងអូនិយាយពីទៅរកកន្លែងអង្គុយគ្មានទេណាញោមណាដូច្នេះបានថាអ្វីដែលយើងកំពុងតែធ្វើហ្នឹងកុំបន្ទោសថាប្រទេសក្រមកពីកាន់ពុទ្ធសាសនាអត់ទេឯងអត់ធ្វើតាមព្រះប្រទេសគេមិនកាន់សាសនាប៉ុន្តែគេធ្វើដោយព្រះថាណាញោមណានេះបានរំលឹកឡើងពីគុណបំណាច់មួយរបស់អ្នកម្ដាយអេផ្សងដែលគាត់មានធម៌ព្រំវិហារលើរូបរាងកាយកូនគាត់ខ្លាយទៅជាម្ដាយដ៏ល្អជាឧបាសិកាដ៏ល្អជាកល្យាណមិត្តដ៏ល្អហើយគាត់ខ្លាយជាពុទ្ធសាសនិកជនមួយរូបដ៏ល្អជាគំរូសម្រាប់យើងកូនចៅជំនាន់ក្រោយឥឡូវគាត់បានលាលោកនេះទៅខាងមុខហើយអញ្ចឹងណាញោមណាអញ្ចឹងកូនចៅបានកសាងបច្ចេកដីដើម្បីតម្កល់អធិធិអធិគុណរបស់គាត់នឹងធ្វើបុណ្យគ្រប់គម្រប់មួយឆ្នាំវិលមកក្នុងកម្មវិធីបុណ្យការកសាងចេតិយជាតួនាទីមួយដ៏ប្រពៃថ្លៃថ្លាណាស់លោកថាកូនកាន់តាមតួនាទីកូនបាញ់នេះកូនដែលល្អភេតោនេសង្ឃបរិសាមិម៉ែឪធ្លាប់ចិញ្ចឹមយើងដល់តែយើងគាត់ចាស់ទៅយើងចិញ្ចឹមគាត់វិញកិច្ចចាំងនេសង្ឃបរិសាមិបើម៉ែឪមានកិច្ចរវល់កូនចៅមកជួយការងារនោះក៏រវាងសង្ឃបរិសាមិនាំគ្នាថែរក្សាពូជពងយើងកុំឲ្យធ្លាក់ចុះធ្លាប់បដិបត្តិកាន់តែម៉េចនាំគ្នារក្សាពូជយើងឡើងវិញវាយ៉ាចាំងបដិបត្តិជាមិកៃអករបស់គាត់ដែលបន្សល់ទុកឲ្យយើងប្រមាណយើងបដិបត្តិថែរក្សាឲ្យបានល្អកុំបំផ្លិចបំផ្លាញស្នាដៃគាត់នេះគាត់នៅរស់ចុះបើគាត់ស្លាប់ទៅហើយតេកណាំងអនុបត្តិសាមិកូនចៅត្រូវធ្វើបុណ្យឧទ្ទិសជូនគាត់ដូចជាបុណ្យខួបគម្រប់មួយឆ្នាំនេះជាដើមអញ្ចឹងឃើញថាកូនចៅបានបំពេញកាតព្វកិច្ចរបស់ខ្លួនជាកូនល្អហើយ